ឈៀងអូខ្ញុំសម្រាប់ឲ្យសឲ្យឯងសងសឹកដៃត្រូវបាត់ដៃមកអ៊ីនខ្ញុំជូនឯងមួយពេងកុំតែបានឯងទេទើបការប្រើល្បិចទប់ទល់លើកនេះបានជោគជ័យមិនត្រឹមតែអាចការពារជីវិតអ៊ីវ៉ាន់អ៊ីបានទេតែអាចធ្វើឲ្យក្រុមស្លាប់ហោះរបួសធ្ងន់ទៀតបងថនសរសើរពេកហើយក្រុមស្លាប់ហោះជាបាឡាក្នុងទ្រូងសៀវយៈពួកយើងជាពិសេសគឺយិនហ្វឹងម្នាក់នោះរឹតតែមិនអាចមើលស្រាលបានទៀតឯងបានធ្វើឲ្យបងប្អូនរបស់គេដាច់ដៃមកខាងទៅហើយពួកគេច្បាស់ជាមិនបញ្ចប់ត្រឹមនេះទេខ្លាចតែថ្ងៃក្រោយទៅត្រឹមយិនហ្វឹងម្នាក់ខ្ញុំមិនទុកក្នុងខ្សែភ្នែកទេផ្ទុយទៅវិញនារីដែលអាចហៅខ្លាយៈមកប្រើប្រាស់បាននោះទើបសំជាដៃគូមួយអ៊ីនខ្ញុំអ្វីដែលចម្លែកនោះគឺកម្លាំងរបស់នាងជួនខ្លាំងជួនខ្សោយខ្ញុំធ្លាប់ប្រយុទ្ធជាមួយពីរដងហើយលើកមុនគឺកម្លាំងនាងធម្មតាទេលើកនេះស្រាប់តែបញ្ចេញអនុភាពពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់លោកម្ចាស់យ៉ាងម៉េចហើយកំចាត់ស្រីម្នាក់នោះបានហើយនៅចាំបាយនិយាយដែរក្រុមស្លាប់ហោះបានចេញមកក្រៅអស់ហើយក្បែរខ្លួនស្រីនោះគឺគ្មាននរណាការពារទេអាវលឿងគឺច្បាស់ជាសម្លេះបានហើយអាវលឿងធ្វើក៏មិនបានសម្រេចសំណុំម្ចាស់ដាក់ទោសមកចុះត្រឹមស្រីច្រមុះម្នាក់ចាត់ការច្រើនដងហើយមិនសម្រេចពិតជាបាក់មុខបាក់សៃស្ពាន់ណាបងធោះរឿងនេះបណ្ដាលមកពីខ្ញុំឲ្យខ្ញុំទៅកំចាត់អ្នកនាំស្បៀងមកពីឆាងអ៊ូម្នាក់នោះទៅលោកម្ចាស់ឲ្យខ្ញុំទៅជំរុំទាហានយ៉ាងហាន់ម្ដងទៀតសឹកពីតម្រុយស្បៀងទាំងអស់នោះទៅដើម្បីលុបលាងទោសពួកយើងមិនខ្វល់ពីអ្នកនាំស្បៀងទេគឺខ្វល់តែស្បៀងតែប៉ុណ្ណោះបើលោកជឿថាអាចធ្វើបានទៀតនោះទៅវិញម្ដងទៀតចុះបាទលោកម្ចាស់តាមខ្ញុំធ្វើអីទៅហ្នឹងហើយតានាងជាអ្នកណាប្រកបលោកឆ្ងល់រឿងខ្ញុំតាំងពីពេលណាមកវិជាសិស្សរបស់នាងខ្លាំងលើសាំងហឹងហើយនឹងសាំងចាំងវិជាគុណមិនក្រោមយិនហ្វឹងហើយនឹងតន់មឹងប្រយុទ្ធគ្នានៅថ្ងៃនោះនាងរំដោះខ្លួនចេញពីអាវសនិងអាវបៃតងបានសមត្ថភាពខ្លាំងបែបនេះនាងបានជាឈរនៅទី9នៃក្រុមស្លាប់ហោះនាងលាក់បាំងសមត្ថភាពតើព្រោះតាអ្វីទៅក្រុមស្លាប់ហោះទាំង10មិនសួរពីប្រវត្តិពឹងលើសមត្ថភាពរៀងខ្លួនយកចាំឯងធ្វើអីវាយគ្នាឯងមានទោសធ្ងន់ធ្វើដៃឡសមត្ថភាពបែបនេះមិនសមឈរនៅលេខរៀងទី9នៃក្រុមស្លាប់ហោះទេយិនហ្វឹងឬក៏លោកមើលមិនដឹងទេថាហឹងឯងមានអ្វីលាក់បាំងនៅពួកយើងលាក់បាំងអីកាលពីយប់មិញពួកយើងដកថយពីប៉ាលីចៃហឹងឯងបានដកឆ្នុកកុំព្យូទ័ររបស់នាងហៅខ្លានោះមកប្រើលោកមិនសង្ស័យទេសាកគិតតែមើលខ្លាយៈនោះមុនមិនចេញក្រោយមិនចេញបាយច្រោះចេញនៅពេលដែលអសរកំពុងតែរៀបចំចាត់ការពួកយើងពិតជាចំណែកខ្លាំងណាស់ពិសេសនោះគឺខ្លាមួយក្បាលនោះចេញពីកំសៀវទឹករបស់ហឹងអាយលោកគិតតែមើលហឹងអាយនាងតែមកតែម្នាក់ឯងទោះជាពេលនៅជាមួយពួកយើងក៏នាងកំពុងតែគិតរឿងផ្សេងដូច្នេះខ្ញុំគិតរហូតមកថាលោកគិតថាយ៉ាងម៉េចនិយាយតាមត្រង់មកនិយាយក៏និយាយនាងជាមនុស្សរបស់សាយៈគិតបានដិតដល់ស្មានត្រូវល្អណាស់ដោយដែលលោកនិយាយខ្ញុំជាអ្នកសាយៈខ្លានោះខ្ញុំអ្នកលេងចាញ់ទៅចុះហេតុអីខ្ញុំឲ្យខ្លាសនោះទៅចាត់ការអាវសមិនមែនក្រុមស្លាប់ហោះហើយហេតុអីខ្ញុំត្រូវជួយក្រុមស្លាប់ហោះរំដោះខ្លួនព្រោះនាងមិនចង់ឲ្យបែកការពីសាវតារបស់នាងលឿនពេលដែលនាងចង់មកកប់ខ្លួនបន្តទៀតហេតុអីខ្ញុំត្រូវលាក់បាំងសមត្ថភាពខ្លួនឯងខ្ញុំអាចទទួលស្គាល់ត្រង់បានថាខ្ញុំមានខ្លាខ្ញុំមានសមត្ថភាពធ្វើឲ្យលោកអបរាជពេញចិត្តខ្ញុំបើសិនជាអ្នកមានសមត្ថភាពខ្លាំងងាយនឹងត្រូវគេសង្ស័យអញ្ចឹងលោកក៏សង្ស័យយិនហ្វឹងសង្ស័យតន់មឹងម្យ៉ាងទៀតឬលោកខ្លួនឯងក៏ជារនុកក្នុងដៃនាងរឿងដែលសង្ស័យគេផ្ដេសផ្ដាស់មិនមែនជាទង្វើកូនប្រុសទេបានហើយយាយចៅហឹងឯងនិយាយច្បាស់លាស់ហើយពួកយើងជាមិត្តចម្បាំងមិនគួរសង្ស័យគ្នាទេប៉ុន្តែនាងលាក់សមត្ថភាពច្បាស់ណាស់យិនហ្វឹងមិននេះលោកឃើញហើយពេលក្រុមស្លាប់ហោះចាត់ចែងឈ្មោះខ្ញុំនៅទី3ឈ្មោះនេះនៅទី9តែនាងគេចពីការវិលោរបស់ខ្ញុំបានងាយអញ្ចឹងខ្ញុំនិយាយតាមត្រង់ចុះនៅថ្ងៃប្រកួតក្រុមស្លាប់ហោះខ្ញុំមានចេតនាធ្វើចាញ់ពួកលោកក៏ដើម្បីតែងារមួយនេះមែនខ្ញុំចូលចិត្តស្លឹកអាយដូច្នេះទោះជាយ៉ាងណាខ្ញុំត្រូវតែយកឈ្មោះនេះឲ្យបានចំណែកលេខរៀងក្នុងក្រុមស្លាប់ហោះខ្ញុំមិនខ្វល់ទេ
ហឹងអាយខ្ញុំមានរឿងចង់ឲ្យនាងជួយ រឿងអីទៅ ខ្ញុំចង់ឲ្យនាងមើលថែឈៀងអ៊ូ ហេតុអីជាខ្ញុំមិនមែនលោកខ្លួនឯង លើកនេះខ្ញុំនាំក្រុមចេញធ្វើសកម្មភាពខ្លួនឯងធ្វើឲ្យខាតបង់ធំត្រូវតែទទួលខុសត្រូវក្នុងរឿងនេះប្រហែលជាខ្ញុំគ្មានឱកាសនៅកំណត់ឈៀងអ៊ូទេ បងបារម្ភថានឹងត្រូវដេញចេញពីក្រុម ឈៀងអ៊ូបាត់ដៃក៏ព្រោះតែខ្ញុំចង់ដាក់ទោសខ្ញុំយ៉ាងម៉េចក៏បានដែរ កុំបារម្ភអីបកលឲ្យខ្ញុំចុះ ឆ្នាំនេះធូបមួយផ្សំឲ្យលោកលាបតែប្រហែលថ្ងៃនឹងជាសះស្បើយហើយ របួសតូចតាចមិនអីទេ ចាយ៉ាងខ្ញុំសង្ឃឹមថារឿងដូចពីម្សិលមិញនេះនឹងមិនកើតឡើងលើកទី2ទេ តន់មឹងខ្ញុំគ្រាន់តែមិនចង់ឲ្យនាងរបួសតែប៉ុណ្ណោះហេតុអីនាងចាំបាច់បដិសេធនឹងខ្ញុំ ជាអ្នកចម្បាំងបាត់គិតរឿងស្នេហានឹងធ្វើឲ្យគ្មានស្មារតីផ្លិចជីវិតដែលធ្លាប់លំបាកការស្លាប់យ៉ាងប្រៃផ្សៃចុងក្រោយធ្វើឲ្យខ្លួនឯងវេទនា តន់មឹងខ្ញុំមិនដឹងថាពីមុនមកនាងធ្លាប់ជួបរឿងអ្វីមកទេទើបធ្វើឲ្យមានគំនិតសោះកក្រោះបែបនេះតួនាងជាអ្នកចម្បាំងឆ្នើមម្នាក់អានេះកុំភ្លេចអសោះនាងនៅតែជាមនុស្សស្រី បាត់មន់ចាប់ពីខណៈពេលដែលខ្ញុំចូលក្រុមស្លាប់ហោះខ្ញុំលែងជាមនុស្សស្រីទៀតហើយខ្ញុំជាអ្នកចម្បាំងមរាថយបើសិនរឿងម្សិលមិញព្រោះតែយើងគឺជាមិត្តរួមចម្បាំងខ្ញុំអរគុណហើយដែលលោកបានជួយខ្ញុំតែបើព្រោះរឿងអ្វីផ្សេងខ្ញុំសង្ឃឹមថាលោកបញ្ឈប់កំណត់នេះតទៅ គួរតែមើលយានហ្វឹងទេគួរតែមើលទេឆាំងអូជាបងប្អូនល្អរបស់គេប្រកាសជាពិបាកចិត្តណាស់ហើយអញ្ចឹងតែមើលទៅអាយ៉ាមិនបានទេខ្ញុំតែគេច្បាស់ជាកាច់ដាក់ខ្ញុំគេប្រកាសជានិយាយថាគឺព្រោះតែនាងមិនបកលស្បៀងទៅពួកគេបន្ថយគ្រោះថ្នាក់ត្រូវសម្រាប់ចាត់ថាមិនជួយពួកគេហើយអញ្ចឹងកុំជួយអីព្រោះបើសិនខ្ញុំបកលស្បៀងចាញ់ទៅពួកគេនឹងច្បាំងគ្នានោះនឹងមានមនុស្សស្លាប់កាន់តែច្រើនហើយមិនស្រួលហើយលោកម្ចាស់យានវ៉ាំងត្រូវនាំទៅទីលានដាក់ទោសហើយលោកម្ចាស់យានវ៉ាំងត្រូវនាំទៅទីលានដាក់ទោសតាមច្បាប់ទាហានហើយយានហ្វឹងឯងជាអ្នកដឹកនាំក្រុមខ្លាហោះពេលនេះបែរជាប្រព្រឹត្តខុសមិនមានបញ្ជាហ៊ានធ្វើសកម្មភាពដែលចិត្តឯងមើលរំលងច្បាប់ទាហានហ៊ានទៅវាលោកប៉ាលីចៃលោកកំពុងតែយកមនុស្សក្នុងក្រុមខ្លាហោះមកប្រថុយហើយ លោកបេសកជនរឿងនេះមកពីខ្ញុំគិតមិនដិតដល់ខ្ញុំសុខចិត្តទទួលទោស បេសកជនរឿងនេះគឺប្រធានក្រុមនិងកូនក្រុមមូលមតិគ្នាធ្វើមិនមែនយានហ្វឹងសម្រាប់តែម្នាក់ឯងទេតន់មឹងសុខចិត្តទទួលទោសជាមួយដៃ តន់មឹងកន្លងមកនាងនឹងយានហ្វឹងមិនសូវត្រូវរើគ្នាទេស្មានមិនដល់ថាពេលដែលកាត់រឿងដោយចៃដន្យនៅថ្ងៃនេះអ្នកទាំងពីរត្រូវរើគ្នាដល់ថ្នាក់នេះសោះ ត្បិតខ្ញុំនិងយានហ្វឹងមានកំណត់មិនសូវត្រូវគ្នាប៉ុន្តែរឿងស្បៀងតបសំខាន់ណាស់ក្រុមស្លាប់ហោះមិនអាចចូលអាប់ដៃមើលបានទេព្រោះតែផែនការយានហ្វឹងគិតបានដិតដល់ក្រុមស្លាប់ហោះយល់ថាមានសង្ឃឹមឈ្នះខ្ពស់ទៅប្រតិបត្តិការរួមគ្នា ផែនការដិតដល់ទេចៅយ៉ាងរបួសធ្ងន់ឆាំងអួតដាច់ដៃសូម្បីតែយាយ៉ាស៊ីស្ទើរតែការពារការលបប្រហារមិនជាប់ទៅហើយនេះឲ្យផែនការគិតបានដិតដល់នោះ លោកបេសកជនខ្ញុំដឹងកំហុសហើយរឿងនេះខ្ញុំជាអ្នកបង្កខ្លួនឯងមិនពាក់ព័ន្ធអ្នកផ្សេងទេ បើលោកចង់ធ្វើជាអ្នកក្លាហានខ្លាំងណាស់ខ្ញុំសម្រេចបំណងលោកចុះបើឯគេទៅបាទ បេសកជនហើយ បេសកជន យាយយ៉ាស៊ីបើនាងត្រង់ក៏យានហ្វឹងតែទទួលទៅមិនបានមិនក៏មិនព្រមប្រាប់ពីកន្លែងលាក់ស្បៀងទៅ ខ្ញុំ ធម្មតាយានហ្វឹងគោរពច្បាប់ណាស់តែលើកនេះព្រោះតែគេគិតអាយុជីវិតទាហានរាប់ម៉ឺននាក់ទៅបន្ថយជីវិតនាំក្រុមស្លាប់ហោះទៅដុតស្បៀងដើម្បីពន្យាពេលច្បាំងមិនចឹងបើកាត់សង្គ្រាមឡើងទាហានយើងតតាំងនឹងសត្រូវយ៉ាងម៉េចនឹងបានទៅ
តែពេលនិព្វានការបរាជ័យឬក៏ទេវតាចឹងរំលែកយ៉ាងហាន់មែនទេឆាំងអ៊ូហឹងអាយធួយមួយពួកអាយយល់ថាជួយខ្ញុំតែវាធ្វើឲ្យខ្ញុំពិបាកជាងស្លាប់ខ្ញុំជាអ្នកចម្បាំងម្នាក់ខ្ញុំស៊ូស្លាប់នៅក្នុងសមរភូមិក៏មិនចង់រស់នៅក្នុងជំរំទាហានធ្វើជាជនពិការដែរខ្ញុំយល់ពីអារម្មណ៍របស់លោកប៉ុន្តែលោកមានគិតទេបើសិនជាលោកស្លាប់យិនហ្វឹងគិតយ៉ាងម៉េចលោកដាច់ចិត្តមើលគេរស់ក្នុងវិបដិសេរីមួយជីវិតដែរមុនពេលគេទៅទទួលទោសអ្នកដែលគេបារម្ភបំផុតគឺលោកខ្ញុំមិនចង់ឲ្យពេលគេមកវិញឃើញថាលោកលែងនៅទេបើលោកជាគេតើលោកគិតយ៉ាងម៉េចមិនមែនកំហុសគេទេព្រោះតែគូប្រយុទ្ធពួកយើងខ្លាំងពេកពួកយើងខ្សោយពេកហើយដូច្នេះលោកត្រូវទៅរស់នៅឲ្យបានល្អលោកត្រូវប្រាប់គេថាបើចង់វាប្រហារបាក់សីស្ពាន់ពួកយើងត្រូវតែខ្លាំងជាងមុនឆាំងអូដឹងខ្លួនលឿនម្លេះធួយមួយលោកខ្ញុំវិញបាក់ដៃក៏វាទៅតែជារបួសខាងក្រៅខ្ញុំនឹងគិតថាខ្លួនឯងគឺគេយូរពេកផងខានបានឃើញឯងត្រូវគេវាយដាក់ទោសប៉ុណ្ណេះនៅតិចផងយិនហ្វឹងមិនមែនជាកំហុសឯងទេឆាំងអ៊ូលោកមិនអីទេអូខ្ញុំមិនអីទេនាងមករកយិនហ្វឹងហ៎អូអញ្ចឹងអ្នកទាំងពីរជជែកគ្នាចុះខ្ញុំគួរតែទៅសម្រាប់វិញហើយបកគលឲ្យនាងហើយធ្ងន់ដល់ម្លឹងផងតើលោកឈឺដែរទេនាងមកនៅក្នុងម៉ូតូឲ្យស្រួលទៅជិះមកមើលគេវាយខ្ញុំរំសាយកំហឹងបានខ្លះហើយមែនទេសុំទោសផងខ្ញុំធ្វើបាបលោកថ្ងៃក្រោយខ្ញុំឡើងប្រឆាំងជាមួយលោកទៀតហើយបានទេខ្ញុំជាអ្នកធ្វើខុសមិនក៏នាងសុំទោសខ្ញុំកុំពិបាកចិត្តអីក្រែងធម្មតានាងស្អប់ខ្ញុំណាស់មែនទេស្រាប់តែប្រែប្រួលខ្លាំងដល់ថ្នាក់នេះខ្ញុំមិនទម្លាប់ទេការពិតធម្មតាខ្ញុំមិនបានស្អប់លោកទេព្រោះខ្ញុំមិនចង់បកគលស្បៀងទៅខ្ញុំពជាពេលខ្ញុំពិបាកសម្រេចចិត្តខ្លាំងណាស់តើខ្ញុំគួរបកគលស្បៀងឲ្យពួកលោកដែរទេយាយយ៉ាស៊ីនេះត្រឹមតែក្មេងស្រីម្នាក់បើនៅតាមផ្លូវធ្វើឲ្យបាត់ស្បៀងឲ្យប្រាប់ពួកខ្ញុំមកមិនមែនជារឿងធំដុំទេគ្មានអ្នកណាបន្ទោសនាងទេពួកយើងនឹងបញ្ជូននាងត្រឡប់ទៅវិញប្រាប់ហើយថាខ្ញុំអាចដាប់ស្រូវបានហេតុអីក៏មិនជឿខ្ញុំបានចាំតែមើលទៅ
តានាងចង់ធ្វើអី ជួបជុំស្អីទេ យាយអាស៊ីជប់លេងទៀតទៅមិនសុខចិត្តអីប្រាប់ខ្ញុំមកចាំខ្ញុំជួយដោះស្រាយឲ្យ នាងចង់ធ្វើឆ្កួតអីទៀតហើយ ចាំមើលទាំងអស់គ្នាទៅ នោះជារបស់ស្អីគេ ចាំអូអាយអនស្អីគេមកចុះហេអានោះមកទៅ អើមើលនោះ នាងបាច់ទ្របស្រូវអូព្រោះស្រូវខ្លួនក៏អាចដោះឲ្យអស់ណា ចាំមើលមើល មកគឺមកណាคนเลือดน้ำมาจมมาจม អូនាងពិតជាអាចតាមស្រូវបានមែន យ៉ា អូ អាចស្រូវហើយអាបានទុំទៀត នឿនទុំអូ អូយ មើលចោអចាមែនខ្លាចជាស្រូវហើយ ចា អូចា ចាំមិនហើយខ្ញុំមិនបាត់បោកទេមែនទេ នាងអស្ចារ្យណាស់ បោកទេ អូយអរគុណហើយអរគុណ លោកម្ចាស់ មិនឃើញលោកម្ចាស់កំពុងលេងអុកជាមួយមួយអ៊ីនទេពេលសំខាន់បែបនេះត្រូវលោកមករំខានហើយ លោកម្ចាស់ខ្ញុំមានការសំខាន់ចាំបាច់ត្រូវរាយការណ៍ អូអញ្ចឹងនិយាយមក យាយអាស៊ីគឺជាស្បៀងនោះ នាងគឺជាស្បៀងហី ខ្ញុំទៅសួរក្បាលជំរំតបយូហាន់មកឃើញតលនៅភ្នែកខ្ញុំនាងប្រាសិលដាំស្រូវចេញមកមួយប្រពេចភ្នែកស្រូវក៏ទុំទាំងអស់យាយអាស៊ីម្នាក់នេះពិតជាមិនអាចទុកបានមែនទុកនៅមួយថ្ងៃស្បៀងនៅយ៉ាវហាន់កើនឡើងមួយថ្ងៃដែរមួយថ្ងៃនោះលោកចាំនាងបានទៅហើយហើយនាងក៏បណ្ដោយនាងរបូតទៅបានមិនចឹងក៏គ្មានរឿងស្មុគស្មាញនៅពេលនេះដែរ បានហើយរឿងកន្លងហួសហើយមិនចាំបាច់រំលឹកទេ ប៉ុន្តែពេលនេះ ខ្ញុំនឹងទៅសម្រាប់នាង កុំតក់ខលខ្លាំងពេករឿងនេះត្រូវមានផែនការជាមុនសិន បងកុំបារម្ភអីខ្ញុំគឺជាអ្នកដោះលែងយាយយ៉ាស៊ីទៅទុកឲ្យខ្ញុំទៅសម្រាប់នាងដោយផ្ទាល់ដៃ សាំងតា យាយអាស៊ីមកវិញហើយហ៎ មានការអីមែនទេ ត្រូវទៅបំពេញភារកិច្ចជិតចេញដំណើរហើយដូច្នេះទើបចូលមកលានាង លោកត្រូវទៅហើយនៅក្នុងជំរំទ័ពនេះមានតែលោកទេនិយាយលេងជាមួយខ្ញុំហើយលោកមិននៅអ្នកណាកំដោះខ្ញុំ ទុកចិត្តចុះចាំភារកិច្ចពេលណាខ្ញុំបញ្ញាប់មកកំណងនាងភ្លាម ម៉ាត់ណាម៉ាត់ហ្នឹង អូត្រូវហើយ វ៉ាវ មួយនេះខ្ញុំជូននាង អូពិតជាស្អាតខ្លាំងណាស់ មួយនេះគឺខ្ញុំយកស្រូវដែលនាងដាំបានទៅដូរនៅអ្នកភូមិនៅក្បែរនេះយកមកចូលចិត្តទេ ចោតចិត្តអាយ៉ាការបាត់ទៅពីមុនខ្ញុំក៏មានថងកោបដែលស្រឡាញ់ខ្លាំងដែរប៉ុន្តែលើកមុនខ្ញុំបានធ្វើឲ្យវាបាត់នៅភ្នំគុយលេងហើយសាំងចាំងលោកល្អមែនដូច្នេះលោកត្រូវតែបញ្ញាប់មកកំដរខ្ញុំវិញមិនអញ្ចឹងខ្ញុំអបសក់សាប់ហើយ ខ្ញុំដឹងហើយជឿតែគ្រប់គ្នាបានឃើញរូបភាពយាយយ៉ាស៊ីដាំស្រូវហើយឲ្យតែមាននាងនៅស្មានពួកយើងមានប្រភពស្បៀងមិនចេះដាច់ទេមិនត្រឹមតែមួយម៉ាច់ខ្វល់ពីបញ្ហាស្បៀងថែមទាំងលើស្ទួយស្មារតីទាហានយើងច្រើនណាស់នេះច្បាស់ជាមិនមែនអ្វីដែលទាហានសៀវយាយចង់ឃើញដូច្នេះយើងត្រូវត្រៀមខ្លួនជានិច្ចការពារយាយយ៉ាស៊ីឲ្យបានល្អហឹងអីអ្នកយកការមកដល់ហើយនៅ មកដល់ហើយជឿថាក្រៅពីអាយស្វាយនិងអាយក្រហមអ្នកផ្សេងទៀតគ្រប់គ្នាធ្លាប់បានឃើញអស់ហើយ ខ្ញុំធ្លាប់ប្រយុទ្ធជាមួយនឹងអាវបៃតងគេមានកញ្ចក់ស្ពាន់ទឹកបញ្ជាពឹសពិតជាសាហាវព្រៃផ្សៃណាស់ មានបញ្ហាទេខ្ញុំក៏ធ្លាប់ប្រយុទ្ធជាមួយគេដែរម្នាក់នេះគ្រាន់តែចេះវិជាសិលនិងប្រើកញ្ចក់ស្ពាន់ទឹមដែលពួកលោកបរាជ័យលើកមុនដោយសារតែនៅក្នុងជំរំសាវយាឲ្យតែយើងរៀបចំផែនការឲ្យល្អចាត់ការពួកគេមិនជាបញ្ហាទេ សាចាននិងអាវលឿនធ្លាប់ប្រយុទ្ធគ្នាគេអាចបំបែកសិលបំបាំងកាយបានវិជាសិលដែលគេប្រើគឺស្នៀតដុកឌឿចេញពីសបកដើម្បីនាំខ្លួនគេចេញទៅ
ព្រោះតែជាស្នៀតបំបាំងខ្លួនទើបអាចជ្រៀតចូលដោយមិនដឹងខ្លួនប៉ុន្តែដោយសារពឹងលើវិជាសិលច្រើនពេកដូច្នេះធម្មតាវិជាគុណគឺមិនខ្លាំងទេពេលនេះពួកយើងដឹងពីចំណុចខ្សោយគេហើយក៏មិនពិបាកទប់ទល់ដែរអាវខ្មៅនិងអាវក្រហមខ្ញុំក៏ធ្លាប់បានជួបដែរប៉ុន្តែខ្ញុំយល់ថាគេទាំងពីរមិនបានធ្វើឃាតទេហេតុអីទៅម្នាក់អាខ្មៅនោះមើលទៅកាយសាហាវខ្លាំងណាស់ខ្ញុំស្ទើរតែស្លាប់ក្នុងដៃរបស់គេទៅយោងតាមអ្នករាយការណ៍ពីលក់ឆឹងអាវខ្មៅក្លាហានតែគ្មានល្បិញធ្វើត្បិតវិជាគុណខ្លាំងប៉ុន្តែរឿងលបសម្រាប់បែបនេះគឺមិនប្រកល់ឲ្យគេធ្វើទេអាវក្រហមមានតំណែងជាមួយអាវស្វាយភារកិច្ចគ្រោះថ្នាក់បែបនេះរឹតតែមិនប្រកល់ឲ្យនាងធ្វើទៅទៀនចៅអាវស្វាយក្នុងនាមជាមេដឹកនាំមិនដឹងវិជាគុណគេខ្លាំងដល់កម្រិតណាទេគឺផ្ទុយស្រឡះគេមិនចេះវិជាគុណក៏មិនចេះសិលដែរអញ្ចឹងគេដឹកនាំអាស័យស្ពាន់យ៉ាងម៉េចអាវស្វាយមានប្រាជ្ញាឆ្លៀវវៃនិងមានសមត្ថភាពខាងផ្លូវចិត្តគេអាចស្មានដឹងមុនរឿងដែលនឹងកើតឡើងអាចស្មានដឹងចិត្តមនុស្សក្រៅពីនេះទៅនៅមានហេតុផលរឹតតែសំខាន់មួយទៀតធ្វើឲ្យគេខ្លាចជាអ្នកដឹកនាំបាក់ស័យស្ពាន់គឺអ្វីទៅព្រះរាជាសាយាជាប្អូនប្រុសបង្កើតរបស់គេបានហើយអញ្ចឹងគេក៏មិនមកដែរអញ្ចឹងនៅសល់តែអាសមម្នាក់ទេទោះខ្ញុំមិនដែរប្រយុទ្ធជាមួយនឹងគេតែមើលតាមសមត្ថភាពដែលគេអាចធ្វើឲ្យសៀងវូដាច់ដៃបានគឺច្បាស់ណាស់ថាគេគឺជាមនុស្សដែលពិបាកទប់ទល់បើសិនជាលើកនេះគឺបាក់ស័យស្ពាន់ចាត់អាវសមកពេលនេះចំហាយដៃយិនហ្វឹងមិនទាន់ហាត់បានសម្រេចបាត់ទុកឲ្យអាវសនៅជាមួយបាក់ស័យស្ពាន់តទៅទៀតធ្វើជាសត្រូវនឹងយិនហ្វឹងលទ្ធផលមិនហ៊ានគិតទេខ្ញុំមានវិធីមួយវិធីអីទៅកំសៀវចាប់បិសាញកំសៀវចាប់បិសាចអាវសមិនមែនជាបិសាចផងប្រើកំសៀវរបស់នាងបានប្រយោជន៍ស្អីទៅបងពិតជាឲ្យមកអ៊ីនទៅម្នាក់ឯងមែនទេបើមិនមែនថាវាយ៉ាងម៉េចចំហាយដើមមួយអ៊ីនខ្លាំងលើគេសម្រាប់មនុស្សស្រីម្នាក់មិនមែនជាបញ្ហាទេប៉ុន្តែសឹងអើគាត់បើគាត់សម្រាប់មកអ៊ីនទៅនោះទុកចិត្តចុះគេមិនធ្វើទេតើបងដឹងបានយ៉ាងម៉េចថាមិនធ្វើនោះសូម្បីតែខ្ញុំនៅគេមិនយកយល់ផងឈីញ៉ាទុកចិត្តចុះខ្ញុំប្រកាសជារងមធ្យោបាយគ្រប់គ្រងស្នាមដៅរបស់នាងយើងត្រូវបង្កើតកម្មពិសេសមួយសម្រាប់ដាក់អន្ទាក់អាយសឃុំគេឲ្យជាប់រួចហើយប្រើសៅសង្ខឹងនិងគ្រប់គ្នាឃុំគេកុំឲ្យរួចចំហាយដៅអាយសខ្លាំងណាស់បូករួមទាំងលានឡំជាមួយចំហាយបិសាចកំសៀវចាប់បិសាចនិងកំណត់ខ្លួនគេខ្លាយជាបិសាចពេលនោះខ្ញុំនឹងប្រើកម្លាំងសោកគេចូលទៅក្នុងកំសៀវគឺនៅពេលនេះហើយអាយសលោកមិនអាចនៅខាងក្រៅបានទេមិនដូច្នេះនឹងបង្កគ្រោះថ្នាក់ធំដល់យានហ្វឹងខ្ញុំក៏មិនសម្រាប់លោកដែរលោកសម្រាប់នៅក្នុងកំសៀវនេះសិនហើយពេលដែលយានហ្វឹងហាត់ចំហាយដែរបានសម្រេចនោះជាថ្ងៃដែលលោកបានឃើញលោកសារជាថ្មីយានហ្វឹងយានហ្វឹង
ខ្ញុំចង់ការពារបងអ្នកណាទៅដឹងថាបែរជាបញ្ជូនបងទៅកន្លែងគ្រោះថ្នាក់បំផុតទៅវិញបើបងបានជួបអាយសនៅក្នុងកំសៀវនេះបើទេពអប្សរស្រឡាញ់មនុស្សធម្មតានឹងចាប់ផ្ដើមរលាយបន្ទាប់ពី49លើកមករាងកាយនឹងរលាយបាត់លែងបន្សល់រូបរាងរលាយខ្លាំងជាផ្សែងហឹងអាយតើនាងស្រឡាញ់គេពិតមែនណាហឹងអាយនេះជាថ្នាំដែលខ្ញុំផ្សំឲ្យនាងពិសេសវាអាចទប់ស្កាត់កុំឲ្យនាងរលាយបានតែអ្វីដែលសំខាន់ត្រូវពឹងលើនាងខ្លួនឯងលោកដឹងថាខ្ញុំជាអ្នកណាតាំងពីពេលណាមកយូរណាស់ហើយខ្ញុំក៏ចាំមិនច្បាស់ដែរធូវយតើលោកជាអ្នកណាទៅបេសកជនឈប់សិនបានន័យថាម៉េចមិនឲ្យខ្ញុំចាញ់ទៅទេពួកលោកខំខ្លួនខ្ញុំមែនទេខ្ញុំទៅជួយដាំស្រូវឥឡូវមកខំខ្លួនខ្ញុំចង់ទៅលេរួចរស់ស្ពានចោលទេសូមបេសកជនកុំខឹងអីពួកយើងគឺធ្វើតាមបញ្ជាប៉ុណ្ណោះលោកមកល្អហើយហេតុអីទៅហេតុអីក៏ខំខ្ញុំទៅខ្ញុំអបសុកណាស់ខ្ញុំប្រាប់ឲ្យហើយបើខ្ញុំមិនសប្បាយចិត្តខ្ញុំមិនដាំស្រូវឲ្យទេអាយ៉ាយាយអាស៊ីនាងយល់ច្រឡំហើយពួកយើងគ្រាន់តែចង់ការពារនាងយល់ហ្វឹងស្មានដឹងមុនថាបសិស្ពននឹងចាត់មនុស្សមកសម្លាប់នាងទើបរៀបចំឲ្យនាងនៅទីនេះចុះហេតុអីគេមិនប្រាប់ខ្ញុំខ្លួនឯងដាក់ខ្ញុំឲ្យក្រោកទាំងកណ្ដាលទៅធ្វើឲ្យខ្ញុំភ័យស្ទើរស្លាប់ចុះឯណាគេពេលនេះគេមានរឿងសំខាន់ត្រូវធ្វើបើនេះត្រូវការអ្វីបន្ថែមអាចប្រាប់នរណាក៏បានក្នុងចំណោមពួកខ្ញុំខ្ញុំមានការទៀតខ្ញុំទៅសិនហើយក្នុងកំសៀវនេះគ្រប់កន្លែងសុទ្ធតែបិសាចដើរទៅដើរមកដល់កន្លែងដដែលធ្វើយ៉ាងម៉េចឲ្យចេញពីកំសៀវបានកំសៀវចាំបិសាចរបស់អាយមានពិភពមួយផ្សេងទៀតធ្វើយ៉ាងម៉េចទើបអាចចាក់ទីនេះបាននាងទេយិនហ្វឹងនៅក្នុងកំសៀវនោះរត់តែធ្វើឲ្យគេមានគ្រោះថ្នាក់នាងមានវិធីជួយគេចេញមកដែរទេខ្ញុំមិនតាន់គិតឃើញទេមើលទៅយើចៅមិនមែននិយាយគ្មានហេតុផលទេនាងគួរឲ្យសង្ស័យណាស់បើកាលនោះយិនហ្វឹងស្ដាប់គេក៏គ្មានរឿងដូចថ្ងៃនេះដែរមើលទៅនាងខ្វល់ពីយិនហ្វឹងណាស់ខ្ញុំគ្រាន់តែចង់ដឹងថានាងជាអ្នកណាឲ្យប្រកាន់មានរឿងលាក់បាំងនឹងពួកយើងច្រើនប៉ុណ្ណាច្រើនណាស់ប៉ុន្តែរឿងដែលខ្ញុំលាក់បាំងនឹងពួកនាងសុទ្ធតែគ្មានពាក់ព័ន្ធនឹងពួកនាងទេបើគ្មានពាក់ព័ន្ធតើនាងចង់ដឹងធ្វើអីទៅឬក៏នាងយករឿងខ្លួនឯងទាំងអស់ប្រាប់តែអ្នកគ្រប់គ្នាអស់ហើយពិតជាបានសម្ដីណាស់ពេលនេះភារកិច្ចសំខាន់ជាងត្រូវបញ្ញាប់រកវិធីជួយយិនហ្វឹងចេញមកយាយចៅប្រាប់ថាលើកមុននាងអាចហៅសត្វទេពចេញពីកំសៀវបានហេតុអីមិនអាចជួយយិនហ្វឹងឲ្យចេញមកបានសត្វទេពត្រូវហើយខ្ញុំសួរទូផឹងសិនទូផឹងជាអ្នកណាទូផឹងជាសេកមួយក្បាលនៅក្នុងកំសៀវខ្ញុំគ្មានអ្វីដែលគេមិនដឹងទេខ្ញុំជឿថាគេច្បាស់ជាមានមធ្យោបាយទូផឹងចេញមកខ្ញុំមានការចង់ឲ្យឯងជួយមិនចាច់ទេក្រោយពីនេះខ្ញុំមិនអាចចេញ3ខែមែនទេចាំថ្ងៃក្រោយចាំនិយាយគ្នាសត្វផ្សេងមានសត្វផ្សេងដែលដឹងរឿងគ្រប់យ៉ាងតើនាងចង់ជួយយិនហ្វឹងដែរទេយ
យិនហ្វឹងក៏មកចេញសម្លេងគេមើលខ្ញុំឃើញទេប្រើភាសាផ្លូវចិត្តនិយាយជាមួយខ្ញុំបានដែរបងមិនបានប្រយុទ្ធទេមិនចឹងនឹងធ្វើឲ្យខាតបងត្រូវប្រញាប់សម្រុកចេញពីពងវិញ្ញាណឲ្យបានមុនអាយសរួចខ្ញុំនឹងបិទកំពូលពងខំកេនទុកនៅក្នុងកំសៀវនេះ គួរធ្វើយ៉ាងម៉េច បងមកបាយអាយសកេងសិនស័ក្តិសិទ្ធិខ្លាំងនឹងនាំបងចូលពងវិញ្ញាណ យានហ្វឹងធ្វើជាប្រយុទ្ធចាស់ច្រកចេញគឺច្បាស់ជាពាក់ព័ន្ធនឹងបំនោះ យិនហ្វឹងរំសាយមួយនេះពេលដល់ដំណាក់កាលទី2វានឹងជួយបងឲ្យឆ្លងพ้นនេះជាដំណាក់កាលទី1ក្នុងចំណាំផ្លូវនរកទាំង3នាងជាទេពអប្សរជាយានដែលប្រាជាអណ្ដាតភ្លើងបើតាំងកន្លែងណានឹងរលាយព្រាម រឿងកាយខ្ញុំធម្មតាឆ្លងយ៉ាងម៉េច នារីព្រាងនឹងមកជួយបង ពិតជាមិនខុសមែនទីនេះគឺច្បាស់ជាដំណាក់កាលទី1នៃច្រកចេញយានហ្វឹងកំពុងតែបន្តដំណើរទៅមុខ យិនហ្វឹងរបស់បានអាបាញ់មិញជារោមប្រពីពណ៌របស់ទូខឹងវាអាចជួយបិទបាំងកំហាយខ្លួនបងធ្វើឲ្យពលរន្ទះមើលមិនឃើញបងទេដំណាក់កាលនេះងាយស្រួលទេបងប្រញាប់ឆ្ពោះទៅកាន់ដំណាក់កាលទី3ទៅឲ្យសល់ចិត្តឆ្លងផុតដំណាក់កាលទី1ហើយយិនហ្វឹងយិនហ្វឹង មិនក៏ទៅជាបែបនេះបានបាត់បង់ចំហាយលើខ្លួនគេហើយតែឬមកពីចំហាយដែរទេតែមានរឿងអីយិនហ្វឹងនៅដំណាក់កាលទី2ត្រូវរន្ទះបាញ់សន្លប់ហើយមិនយ៉ាងទៀតអាយសបានឆ្លងផុតដំណាក់កាលទី1ហើយកំពុងឆ្ពោះមកផ្លូវដំណាក់កាលទី2 ពួកយើងត្រូវតែរកវិធីដើម្បីដាស់យានហ្វឹងបើឲ្យជួបអាវសយានហ្វឹងគឺមានគ្រោះថ្នាក់មិនខានទេ ចុះស្អីមួយក្បាលនោះនាងឲ្យគេជួយយានហ្វឹងទៅគេគ្រាន់តែដឹងឮគ្រប់រឿងមិនអាចធ្វើអ្វីបានគ្រប់យ៉ាងទេអញ្ចឹងធ្វើយ៉ាងម៉េចខ្ញុំប្រហែលជាអាចជួយពួកនាងបានអូត្រូវហើយមើលទៅគាត់ទឹកខ្សែនេះខ្ញុំមិនត្រឹមតែអាចដាំស្រូវបានទេថែមទាំងអាចភ្ជាប់រាងកាយបានទៀតតបភ្ជាប់រាងកាយគឺថាត្រូវតបភ្ជាប់រាងកាយខ្ញុំនឹងយានហ្វឹងបើបែបនេះយានហ្វឹងត្រូវរបួសស្មើនឹងខ្ញុំត្រូវរបួសដែរបើធូរមួយព្យាបាលរបួសឲ្យខ្ញុំគឺស្មើនឹងព្យាបាលរបួសឲ្យយានហ្វឹងដែរនេះជាវិធីល្អមួយ ប៉ុន្តែរបួសដោយសាររន្ទះបាញ់អំបញ្ញមិញនឹងផ្ទេរមកក្នុងរាងកាយរបស់នាងទាំងអស់វាគ្រោះថ្នាក់ខ្លាំងណាស់ប៉ុណ្ណឹងមិនអីទេយានហ្វឹងធ្លាប់ជួយខ្ញុំច្រើនដងណាស់ម្យ៉ាងទៀតគេត្រូវស្រូបចូលក្នុងកំសៀវលើកនេះក៏ដោយសារខ្ញុំបើខ្ញុំរវល់តែខ្លាចឃើញស្លាប់មិនជួយដូចជាខ្វះគុណធម៌ពេកហើយក្រែងថាវិជាប៉ែធូរមួយខ្លាំងណាស់មែនទេមិនបាច់បារម្ភពីខ្ញុំទេអញ្ចឹងសាររបស់មើលទៅខ្ញុំទៅរកធូបមួយសិន យ
យិនហ្វាំពេលនេះបងយ៉ាងម៉េចហើយបងអាចក្រោមបន្តិចទៀតឆ្លងទៅបន្តបានទេអាចសល់តែមុនបងមួយជំនាញហើយយិនហ្វាំឆ្លងផុតហើយយាយយ៉ាស៊ី យាយយ៉ាស៊ី យាយយ៉ាស៊ី ធូបុយយាយយ៉ាស៊ីប្រកល់ឲ្យលោកហើយពួកយើងបន្តទៀតខ្ញុំបានសាកសួរខ្លាទេពរួចហើយឲ្យតែយិនហ្វាំឆ្លងដំណាក់កាលទី3បានជោគជ័យនឹងអាចបំបែកកំពូលប៉មចេញមកពីកំសៀវបានហើយណាបិសាចមកពីខាងណាមករំខានការដេកពួនរបស់យើងយឺចាប់ជួយយិនហ្វាំឲ្យចេញផុតទៅជុំយកទៀតទៅទីនេះប្រកួតឲ្យខ្ញុំឲ្យថាចេញទៅអ្នកចូលក្នុងនោះស្របពេលគ្នារាប់ពាន់ឆ្នាំទើបតែឃើញម្ដងទេមានន័យមែនវីបោហើយយ៉ាងម៉េចហើយយិនហ្វាំងបានឆ្លងផុតឋាននរកហើយគេត្រូវចេញតាមកំពូលប៉មប៉ុន្តែព្រលឹងខ្ញុំស្រាប់តែត្រូវខ្ទាតចេញមកក្រៅវិញឬក៏គេធ្លាក់ចូលក្នុងខ្យល់គួយព្រលឹងខ្យល់គួយព្រលឹងតាមជាស្អីទៅខ្យល់គួយព្រលឹងជាកែមច្រកជ័យរបស់ប៉មវិញ្ញាណបានធ្លាក់ចូលទៅហើយគ្រោះថ្នាក់ខ្លាំងណាស់គ្រោះថ្នាក់យ៉ាងម៉េចទៅវានឹងផ្អែកលើភាពទន់ខ្សោយនៅក្នុងព្រលឹងអ្នកដែលធ្លាក់ចូលទៅហើយវាលោកទៅកន្លែងដែលយើងស្មានមិនដល់សាររបស់ម្នាក់នោះបើមិនដោះស្រាយទេរាងកាយនិងវិញ្ញាណនឹងត្រូវបំផ្លាញហេតុអីនេះមិនឆាប់ដោះទឿនយិនហ្វាំងនោះមិនមែនជាផ្លូវទៅកាន់ប៉មទេហើយអ្នកធម្មតាក៏ចូលមិនបានដែរប្រហែលជាតាមផ្លូវទៅប៉មស្មារតីយិនហ្វាំងច្បោកច្បល់ហើយអ្វីដែលចម្លែកគឺអាវសក៏បាត់មិនឃើញដែរឬក៏គេធ្លាក់ចូលទៅក្នុងខ្យល់គួយវិញ្ញាណនោះដែរតែមានរឿងអីកើតឡើងទៅឬក៏មានពាក់ព័ន្ធនឹងចំហាយដៃពួកគេឯងជាណាខ្ញុំពួកអីយិនហ្វាំងចង់សួយណាបើឯងជាយិនហ្វាំងចុះយកជាណាក្រែងឯងគឺជាអ្នកដែលសុំបីតែប្អូនប្រុសនិងម្ដាយខ្លួនឯងក៏មិនជួយមនុស្សកំសាកនិយាយទៅផ្ដាក៏ពិតឯងមិនត្រឹមជាមនុស្សកំសាកទេឯងថែមទាំងជាមនុស្សហ៊ានធ្វើមិនហ៊ានទទួលទៀតខ្ញុំអត់ទេឯងក៏បែបនេះឯងបោកគេបានបោកខ្ញុំមិនបានទេបានកាលនោះឯងមិនធ្វើអញ្ចឹងខ្ញុំមិនអាចរស់នៅក្នុងវិបត្តិសេរីមកទល់ពេលនេះកុំភ្លាមយកសុំសម្រាប់ខ្ញុំអីលេខខ្ញុំទៅលេខខ្ញុំទៅលេខខ្ញុំឯងជាមនុស្សកំសាកឯងចាំស្លាប់ទៅអូនចង់បែកអីបែកទៅបងលេងក្រនួនល្អបែកមួយថ្ងៃ10ដងឯងជាមនុស្សកំសាកឯងចាំស្លាប់ទៅឯងជាមនុស្សកំសាកធ្វើឲ្យបងប្រុសខ្លួនឯងស្លាប់នៅមានមុខរស់នៅទៀតពួកអេ
ខ្ញុំនឹងសម្រាប់ឯងសងសឹកឲ្យពួកគេខ្ញុំអត់ទេខ្ញុំអត់ទេខ្ញុំអត់ទេថ្ងៃពួកយើងមិនអាចចាំបែបនេះបានទេចាំរំចូលបាច់ទៅខ្ញុំក៏គ្មានមធ្យោបាយដែរពេលនេះមានតែឆ្លងកាត់តាមយាយយ៉ាស៊ីទើបអាចដឹងស្ថានភាពយិនហ្វឹងនៅខាងក្នុងនោះប៉ុន្តែមើលរាងកាយរបស់នាងពេលនេះទៅនាងដឹងខ្លួនហើយនាងយ៉ាងម៉េចហើយបានធូរខ្លះដែរទេបន្តទៀតទៅមិនបានទេពេលរឿងកាយនាងខ្សោយហួសកម្រិតហើយបើបន្តទៀតជីវិតក៏រសារមិនជាប់ដែរមិនអីទេជួយមនុស្សសំខាន់ជាងខ្ញុំលើអ្នកទាំងអស់គ្នានិយាយគ្នាហើយពេលនេះមានតែវិជាភ្ជាប់រាងកាយខ្ញុំទេទើបអាចជួយយិនហ្វឹងបានដើមឡើយយិនហ្វឹងចង់ការពារនាងតែពេលនេះបែរជាឲ្យនាងប្រថុយគ្រោះថ្នាក់ដើម្បីគេវិញគេច្បាស់ជាពិបាកចិត្តណាស់ថែមទាំងមានភារកិច្ចត្រូវដាំស្រូវទៀនបើមានអ្វីផ្លាត់ឡើងមកគេច្បាស់ជាមិនអធិស្ឋានឲ្យខ្លួនឯងទេក៏ប្រាប់គេទៅគឺបានហើយម្យ៉ាងទៀតខ្ញុំក៏មិនចង់ឲ្យគេដឹងដែរទុកថាខ្ញុំសងគុណគេវិញចុះបានហើយជប់អូបន្លាយពេលទៅក្រែងមិនចង់ឲ្យយិនហ្វឹងស្លាប់មែនទេឯងគិតពីសម្លេងដង្ហែហៅរបស់បងឯងទៅនឹងការស្លាប់យ៉ាងវេទនារបស់ម្ដាយឯងហើយក៏ឯងមានមុខរត់ដល់ពេលនេះទៀតយាយយ៉ាស៊ីយាយយ៉ាស៊ីនាងបានឃើញអីហេតុអីមានយិនហ្វឹងពីរនាក់យិនហ្វឹងពីរនាក់បាននេះធ្វើម៉េចទៅខ្ញុំយល់ហើយចំណុចខ្សែរបស់យិនហ្វឹងគឺគេខ្លួនឯងទើបបានជិះចេញយិនហ្វឹងពីរនាក់ឡើងយិនហ្វឹងម្នាក់ទៀតជាបិសាចក្នុងចិត្តគេបើគេគ្មានវិធីគ្រប់គ្រងបិសាចក្នុងចិត្តគេបានទេនឹងត្រូវបិសាចគ្រប់គ្រងលើចុងក្រោយត្រូវស្លាប់ក្នុងខ្យល់គល់វិញ្ញាណនោះរាងកាយរលាយអញ្ចឹងធ្វើយ៉ាងម៉េចទៅយាយយ៉ាស៊ីនាងមានវិធីអីគ្រប់គ្រងយិនហ្វឹងបានទេវិជានេះបានត្រឹមតែទទួលអារម្មណ៍ដឹងមិនអាចគ្រប់គ្រងបានទេចុះនាងអាចផ្ញើសារឲ្យគេបានដែរទេនេះជាបិសាចត្រូវតែយកឈ្នះតើអាចចេញមកខ្លាំងបានឡើងចាំទៅឡើងចាំទៅកូនប្រុសតឆាប់ទៅមើលតស្អីគេមួយpoint ឆ្នាំជាងហើយទីបំផុតថ្ងៃនេះបានមកដល់តែយានសៀនទាំងពីរកំណត់ធ្លាក់មកខាងមនុស្សជាង 1000 ឆ្នាំហើយទីបំផុតថ្ងៃនេះបង្ហាញខ្លួនហើយប៉ុន្តែពេលនេះខ្ញុំគួរធ្វើយ៉ាងម៉េចយិនហ្វឹងយ៉ាងម៉េចហើយមិនអីទេហ៎ដាច់ខាតកំប្រាប់យិនហ្វឹងថាខ្ញុំជួយគេសោះចាំអូសុខភាពយ៉ាងម៉េចហើយចេញមកក្រៅធ្វើអីម្នាក់នេះគ្រាន់តែឮថាលោកមានរឿងគេស្ទះសារសើឈួតទៅហើយបើពួកយើងមកខន់គេទេគឺរត់ចេញយូរមកហើយព្រោះថាខ្លាចរំខានដល់អ្នកទាំងអស់គ្នាទើបចាំដល់ពេលនេះការរឿងធំដល់ថ្នាក់នេះគឺមិនឲ្យបារម្ភយ៉ាងម៉េចទៅរឿងការយ៉ាងម៉េចហើយមានរបួសអីទេមិនអីទេហឹងឯងចំហាយដាវមួយនេះមើលទៅលោកជាខ្សែបញ្ជូនរបស់ចំហាយដាវមិនអញ្ចឹងក៏មិនស្រូបចូលក្នុងកំសៀវដែរឲ្យសប្រើចំហាយដាវគៀបសង្កត់លើពួកយើង
ពេលនេះលោកក៏មានចំហាយដើរដែរយើងលេងរងសម្ពាធពីពួកគេទៀតហើយ មិនខុសទេក្រុមស្លាប់ហោះពួកយើងគឺខ្លាំងដូចជាសង្ខ្លាត្រូវហើយអាវសនៅក្នុងកំសៀវដដែលចេញមិនរួចមែនទេល្អណាស់ឲ្យគេនៅក្នុងកំសៀវនោះហើយកុំឲ្យចេះមិនធ្វើបាបគេទៀតសង្គ្រាមលើកនេះបាក់សៃស្ពាន់បាត់បង់អាវសពួកយើងមានសង្ឃឹមថាឈ្នះកាន់តែច្រើនអាចថាត្រូវទេយកចៅខ្ញុំមានសិទ្ធិអីពិបាកត្រង់ម្នាក់នោះទោះមិនមែនជាយាយ៉ាស៊ីក៏មិនអាចជាខ្ញុំដាច់ខាតយិនហ្វឹងបើបងដឹងពីចេតនាដែលខ្ញុំការពារបងច្រើនឆ្នាំមកនេះគឺរំចាំឲ្យចំហាយដៃបងចេញមកដើម្បីសម្រាប់ចំហាយដៃមួយទៀតឲ្យវាផ្គុំគ្នាខ្លាចជាដៃតែមួយបងនឹងគិតយ៉ាងម៉េចលើខ្ញុំខ្ញុំដឹងថាម្នាក់ត្រូវស្លាប់អាចនឹងជាបងតែមិនអាចបញ្ឈប់ការស្លាប់យ៉ាងព្រៃផ្សៃមួយនេះបានទេខ្ញុំត្រូវសម្រេចភារកិច្ចបាត់ថ្ងៃមុខបងដឹងការពិតនេះបងប្រកាសជាស្អប់ខ្ញុំណាស់ក៏ល្អដែរចឹងហើយក្នុងចិត្តបងនឹងមានខ្ញុំជារៀងរហូតម៉ូអ៊ីនឡានអ៊ីនខ្ញុំមិនបានយល់សពទេមែនទេម៉ូអ៊ីនខ្ញុំចាំបងនៅទីនេះរហូតចាំបងយូរមកហើយហេតុអីបងទៅតែមកបងនឹកអូនខ្លាំងណាស់បងក៏ដឹងពីភាពខុសប្រក្រតីដែរមែនទេចំហាយដើរមួយទៀតទីបំផុតចេញមកហើយតាមមើលទៅដំណាក់កាលនីមួយៗនៅក្នុងកំសៀវបានទៅដាស់ចំហាយដើរយិនហ្វឹងហើយអញ្ចឹងបន្តមកទៀតតើយើងគួរធ្វើយ៉ាងម៉េចគួរតែចាត់ឲ្យម៉ូអ៊ីនទៅសម្រាប់គេបន្តទៀតឬក៏ចំហាយដើរទាំងពីរកំណាត់មិនអាចនៅរួមគ្នាបានទេយិនហ្វឹងនិងម៉ូអ៊ីនត្រូវតែមានម្នាក់សម្រាប់ម្នាក់ទៀតចោលទើបចំហាយដើរទាំងពីររួមគ្នាខ្លាចជាដើមមួយបើពួកគេស្លាប់ក្នុងដៃអ្នកផ្សេងគ្រប់យ៉ាងនឹងត្រូវបាត់បង់ដូច្នេះការសម្លាប់គ្នារវាងពួកគេត្រូវតែស្ថិតក្រោមការគ្រប់គ្រងរបស់ពួកយើងបើកើតមានហេតុការណ៍ចៃដន្យណាមួយអ្វីដែលពួកយើងធ្វើកន្លងមកជាច្រើនឆ្នាំមុននេះនឹងคล้ายទៅជាអាសាបង់បានខ្ញុំនឹងទៅរកមធ្យោបាយដើម្បីជួយម៉ូអ៊ីនចេញមកធូអុយយាយ៉ាស៊ីយ៉ាងម៉េចហើយកម្លាំងធាតុរបស់ធនណាតែមិនប៉ះពាល់ដល់ជីវិតទេខ្ញុំគិតថាឲ្យនាងសម្រាប់ច្រើនទៅនៅបានធូរបួសកម្លាំងធាតុមិនក៏ទៅជាបែបនេះប្រហែលមកពីនាងជួយដាំស្រូវឲ្យពួកយើងហើយទើបធ្វើឲ្យរបួសកម្លាំងធាតុពេលនេះនាងត្រូវការសម្រាប់ពួកយើងកុំរំខាននាងអីហឹងអាយខ្ញុំនៅមិនទាន់អរគុណនាងទេបើមិនបាននាងជួយនាំផ្លូវខ្ញុំប្រហែលជាត្រូវស្លាប់ក្នុងកំសៀវនោះហើយក្រោយពីជួបរឿងនេះហើយធ្វើខ្ញុំដឹងថាការរស់នៅក្នុងជំរំទ័ពគឺសនុកស្រួលនិងល្អបំផុតហេតុអីក៏យល់ឃើញបែបនេះឆ្លងកាត់នៅរឿងនេះធ្វើខ្ញុំដឹងម្យ៉ាងទៀតថាការពិតនាងមិនមែនមនុស្សធម្មតាពេលប្រយុទ្ធគ្នាលើប៉មទាហានបានសត្វខ្លាទេបរំដោះពួកយើងចេញទៅថ្ងៃនោះយើងចាស់ក៏ប្រាប់ថាមានពាក់ព័ន្ធនឹងនាងដែរប៉ុន្តែខ្ញុំមិនជឿប៉ុន្តែនៅក្នុងកំសៀវចាប់បិសាចខ្ញុំបានជួបគេម្ដងទៀតបើបងបានឃើញហើយខ្ញុំក៏មិនចង់លាក់បាំងនឹងបងដែរខ្លាទេបមួយក្បាលនោះ
ពិតជាស្ថិតក្រោមការបញ្ជារបស់ខ្ញុំពិតមែនការប្រយុទ្ធគ្នាថ្ងៃនោះក៏ខ្ញុំជាអ្នកហៅគេឲ្យមកជួយពួកបងដែរចូលក្នុងក្រុមស្លាប់ហោះសមត្ថកិច្ចផ្ដាច់ចោលរឿងគ្រប់យ៉ាងមិនថានេះធ្លាប់ជាណាធ្លាប់ធ្វើអីខ្លះក្នុងខ្សែភ្នែកខ្ញុំនៅតែជាហឹងអាយជាដៃគូការងាររួមស្លាប់រស់របស់ខ្ញុំបងពិតជាមិនចង់ដឹងរឿងច្រើនជាងនេះមែនទេឬពីមុនមិនបានរំលឹកទេថ្ងៃនេះនាងដឹងខ្ញុំដឹងមនុស្សល្ងងបងមិនដឹងទេថាខ្ញុំជាអ្នកណារឹតតែមិនដឹងថាហេតុអីខ្ញុំចូលក្បែរបងខំតាំងខ្លួនជាមនុស្សឆ្លាតមិនស្រួលខ្លួនណាយ៉ាងម៉េចចង់រៀនតាមធូវុយមើលជំងឺឲ្យខ្ញុំហ៎អត់ទេគឺបារម្ភពីនាងយិនហ្វឹងយិនហ្វឹងរកអ្នកតាពីឃើញហើយមើលទៅនេះជាអ្វីវាគឺជាស្នាដែលលោកអបរាជឲ្យជូលីធ្វើឲ្យខ្ញុំលោកអបរាជឆ្នៃម៉ូដខ្លួនឯងកុំឃើញថារូបរាងវាតូចតែអនុភាពវាខ្លាំងមិនធម្មតាទេពិសេសនោះគឺដៃខ្ញុំម្ខាងក៏ប្រើវាបានដែរមិនខុសទេខ្ញុំដាច់ដៃម្ខាងមែនតែយ៉ាងហោចវិជាបាញ់ព្រួយរបស់ខ្ញុំគឺនៅតែអាចប្រើបានខ្ញុំគឺជាសត្វទេពកញ្ញាមិនដៃឈ្នះអស់សត្រូវអាចហៅខ្យល់គួចព្រលឹងសត្វទេពប្រប្រពេលពោទៅផឹងម្ដងហើយខ្ញុំលើកថាស៊ុបសាក់សៃពៅខ្លាំងណាស់ស័ក្តិសមសម្រាប់អ្នកជំងឺហូមយប់នេះខ្ញុំគួរធ្វើស៊ុបផ្សេងឲ្យឆាំងអ៊ូហូពៅកម្លាំងល្អទេកុំស៊ុបសាក់សៃមិនឆ្ងាញ់ទេមានពឹសល្ងងណាស់ខ្ញុំមកនេះគឺខ្ញុំមកជួយទេឬក៏ខ្ញុំចង់ឲ្យដោះដៃឡើងវិញទេដៃឲ្យដោះឡើងវិញបានប្រកាសជាបានឲ្យតែមានផ្លែឈើហូបទោះតែក្បាលដាច់ចេញពីខ្លួនក៏ខ្ញុំអាចឲ្យវាដោះចេញវិញបានដែរនេះស្នានេះមិនក៏ខ្លាំងម្ល៉េះមិនមែនស្នាខ្លាំងទេគឺមកពីដៃរបស់លោកដៃលោកធ្វើឡើងពីចំហាយដៃដូច្នេះលោកអាចប្រើដៃមួយនេះភ្ជាប់ធ្នូនឹងព្រួយដើម្បីបង្ហាញពីធម៌ពលដែរមានបំណងប្រើជាគ្មានបំណងកាន់តែធំកាន់តែគ្មានរូបរាងបើលោកអាចប្រើដៃមួយនេះនឹងធ្វើឲ្យអនុភាពព្រួយលោកកាន់សេដនយិនហ្វឹងអរគុណហើយមានដៃម្ខាងនេះថ្ងៃក្រោយលែងខ្លាចពួកបាសីស្ពាន់ទៀតហើយបងដើម្បីបង្កើតដៃឲ្យអ៊ូឈាំងវិញបានធ្វើឲ្យរបួសកម្លាំងធានបានប្រើប្រាស់ចំហាយដៃច្រើនណាស់ក្នុងរយៈពេលខ្លីបងមិនអាចប្រើចំហាយដៃទៀតទេត្រូវចាំទុំថ្ងៃក្រោយកុំប្រើផ្ដេសផ្ដាស់ឲ្យសោះជៀសវាងមានបញ្ហាមិនដូច្នេះអាចរក្សាជីវិតមិនគង់ឆាំងអ៊ូជាបងប្អូនខ្ញុំឲ្យលះបង់ជីវិតដើម្បីគេក៏បានដែរកុំថាឡើយត្រឹមចំហាយដែរអបអរផងឆាំងអ៊ូយិនហ្វឹងពេលនេះខ្ញុំអាចប្រើចំហាយដាវជំនួសព្រួយបានចាប់ពីពេលនេះទៅពេលដែលច្បាំងគឺមិនចាំបាច់ខ្លាចអស់ព្រួយទេអរគុណហើយរកសពកំសៀវអស់ហើយតែមិនឃើញស្រមោលអាស
ប្រកាសណាស់ថាគេធ្លាក់ចូលទៅក្នុងខ្យល់ធ្វើពលឹងចំហាយដៃទាំងពីរនៅកន្លែងតែមួយមិននៅមួយក៏ត្រូវរលាយបាននៅសល់តែភារកិច្ចគុំដៅសៀនយានប៉ុណ្ណឹងពីមុននៅផ្លូវភ្នំពួយលីងអាយសធ្លាប់ទុកជីវិតឲ្យយាយ៉ាស៊ីស្រីម្នាក់នេះជាមនុស្សដឹងគុណប្រកាសជាចង់ជួយអាយសហើយយាយស៊ីធ្វើបែបនេះច្បាស់ណាស់ស្រីម្នាក់នេះយកកំសែបបិសាចបងស្រីទៅឬនាងចង់ជួយមួយមិនអត់អីត្រូវតែប្រញាប់ឡើងមកអីនៅក្នុងកំសៀលនាងនៅឡើយទុកឲ្យខ្ញុំជួយជាកម្លាំងដល់នេះរកចុះ